ដើម្បីឆ្លងកាត់មហាសាគរដ៏សែនគ្រោះថ្នាក់នេះហើយទីបញ្ចប់ខ្ញុំនឹងមកដល់តំបន់ឆ្នេរមួយដែលការពីម្សិលមិញគឺគ្រាន់តែជាក្តីស្រមើតែប៉ុណ្ណោះទេហើយពេលមកវិញខ្ញុំត្រៀមខ្លួនដើម្បីទទួលយកចំណេះដឹងនិងក្បួនច្បាប់ដែលជាប្រតិបត្តិបង្ហាញផ្លូវខ្ញុំឲ្យចេញផុតពីរាត្រីងងឹតសូន្យសមនៃភាពអវិជ្ជានិងឈ្មោះថ្ងៃនេះខ្ញុំចាប់ផ្ដើមជីវិតថ្មី Today I begin a new life ហើយចិត្តទី2នេះគឺជាកម្លាំងចលករជំរុញខ្ញុំឲ្យលុះទៅក្នុងសកម្មភាពមួយដោយស្វ័យប្រវត្តិដោយពេលខ្លះខ្ញុំថែមទាំងមិនដឹងខ្លួនផងក៏មានបើកាលណាពាក្យនៅក្នុងដុំក្រណាត់ទាំងអស់នេះបានចូលទៅដល់ចិត្តទី2 subconscious mind ចិត្តមិនដឹងហើយវានឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ឃ្លាវខ្លាខុសប្លែកពីធម្មតាមិនធ្លាប់មានពីមុនមកកម្លាំងនិងធម៌ពលរបស់ខ្ញុំនឹងត្រូវបានរំដោះសេចក្តីស្រស់ថ្លានៅក្នុងចិត្តនឹងកើតឡើងសេចក្តីចង់ធ្វើទំនាក់ទំនងជាមួយនឹងពិភពលោកខាងក្រៅក៏នឹងធ្វើឲ្យខ្ញុំភ្លេចអស់នៅការខ្លាចដែលខ្ញុំធ្លាប់មានពីមុននៅពេលក្រោកពីដំណេកម្ដងហើយខ្ញុំនឹងមានសេចក្តីសប្បាយរីករាយនឹងពិភពលោកនេះទោះបីវាជាកន្លែងដែលពោរពេញទៅដោយការលំបាកនិងទុក្ខព្រួយក៏ដោយហើយចុងបញ្ចប់ខ្ញុំនឹងមានសេចក្តីក្លាហានហ៊ានប្រឈមមុខនឹងរាល់គ្រប់ស្ថានភាពទាំងឡាយព្រោះខ្ញុំត្រូវបានបញ្ជាឲ្យតតាំងដោយសំឡេងរបស់ពាក្យទាំងនេះដែលហូរចេញពីចិត្តមិនដឹងរបស់ខ្ញុំហើយយូរទៅសកម្មភាពនៃសេចក្តីក្លាហាននេះក៏នឹងคล้ายទៅជាទម្លាប់ក៏នឹងคล้ายទៅជាការដែលងាយនឹងធ្វើព្រោះថាសកម្មភាពមួយបើកាលណាធ្វើម្ដងហើយម្ដងទៀតវានឹងคล้ายជាការងាយស្រួលធ្វើតាមរបៀបនេះទម្លាប់ថ្មីល្អមួយនឹងចាប់ផ្ដើមដោះចេញឡើងព្រោះថាការងារមួយបើកាលណាធ្វើដដែលជាប្រចាំវាមិនត្រឹមតែคล้ายជាការងារងាយស្រួលប៉ុណ្ណោះទេវាក៏ធ្វើឲ្យយើងមានសេចក្តីរីករាយនឹងធ្វើវាថែមទៀតផងហើយបើយើងមានសេចក្តីរីករាយនឹងធ្វើវាយើងនឹងពេញចិត្តធ្វើវាម្ដងហើយម្ដងទៀតព្រោះនេះគឺជាធម្មជាតិរបស់មនុស្សដែលចូលចិត្តធ្វើអ្វីដែលខ្លួនចូលចិត្តនៅពេលខ្ញុំធ្វើវាជាញឹកញាប់និងជាប្រចាំវាក៏នឹងคล้ายទៅជាទម្លាប់របស់ខ្ញុំពេលនោះហើយដែលខ្ញុំនឹងคล้ายទៅជាទេសកលរបស់ទម្លាប់នេះទៅវិញតែដោយសារវាគឺជាទម្លាប់ល្អខ្ញុំពេញចិត្តនឹងធ្វើជាទេសកលរបស់វាថ្ងៃនេះខ្ញុំចាប់ផ្ដើមជីវិតថ្មីហើយខ្ញុំសូមស្បត់ចំពោះខ្លួនឯងថាខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្វីមួយមកបន្តិចបង្អាក់ការលូតលាស់នៃជីវិតថ្មីរបស់ខ្ញុំនេះឡើយខ្ញុំក៏មិនឲ្យថ្ងៃណាមួយកន្លងទៅដោយមិនបានអានក្បួនច្បាប់នេះដែរព្រោះពេលវេលាមិនអាចត្រឡប់ថយក្រោយវិញបានហើយខ្ញុំក៏មិនអាចយកថ្ងៃណាមួយមកជំនួសថ្ងៃដែលបានកន្លងផុតទៅហើយនោះបានឡើយមិនត្រឹមតែប៉ុណ្ណឹងទេខ្ញុំក៏មិនក្បត់ពាក្យសន្យារបស់ខ្លួនឯងនេះដែរព្រោះសេចក្តីពិតមួយកំណត់ថាគ្រប់វិនាទីដែលចំណាយជារៀងរាល់ថ្ងៃលើការបណ្ដោះទម្លាប់ល្អមួយគឺជាការចំណាយមួយតូចទេតែវានឹងនាំមកវិញនូវសេចក្តីសប្បាយចិត្តនិងភាពជោគជ័យដែលខ្លួនតែងប្រាថ្នាចង់បាននៅពេលខ្ញុំអានម្ដងហើយម្ដងទៀតនៅពាក្យពេចន៍នៅក្នុងដុំក្រណាត់ទាំងអស់នេះខ្ញុំនឹងមិនមានសេចក្តីប្រមាថមើលស្រាលលើក្បួនច្បាប់នេះសោះឡើយទោះបីវាមើលទៅមានលក្ខណៈខ្លីៗនិងសាមញ្ញក៏ដោយទំពាំងបាយជូររាប់ពាន់ផ្លែត្រូវបានគេកិនឲ្យទៅជាទឹកដើម្បីបំពេញកែវតូចមួយចំណែកឯសម្បករបស់វាត្រូវបានគេដកចោលដូច្នេះមិនខុសអ្វីពីក្បួនច្បាប់នេះទេ
ដែលប្រែជាខ្លីហើយសាមញ្ញក៏ព្រោះវាត្រូវបានគេកិនអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយវាត្រូវបានសម្រិតសម្រាំងពីមួយជំនាន់ទៅមួយជំនាន់ចំណែកឯចំណុចគ្មានប្រយោជន៍ក៏ត្រូវបានគេដកចេញនិងបោះចោលឲ្យរសាត់ទៅតាមខ្យល់នៃពេលវេលាអ្វីដែលនៅសល់គឺជាបន្សុទ្ធចុងក្រោយនិងត្រូវបានគេសរសេរដាក់នៅលើដុំក្រណាត់ទាំងអស់នេះដូច្នេះខ្ញុំនឹងផឹកស្រាទំពាំងបាយជូរនៃចំណេះដឹងនេះដោយមិនអោយកំពប់សំបីតែមួយដំណក់ណាឡើយព្រោះនេះគឺជាទឹកមុននៃភាពជោគជ័យថ្ងៃនេះខ្ញុំទុកឲ្យស្បែកចាស់របស់ខ្ញុំឲ្យคล้ายទៅជាធូលីដីទៅចោះហើយខ្ញុំនឹងដើរប្រកបដោយសេចក្តីក្លាហាននៅក្នុងចំណោមមនុស្សទាំងពួងហើយពួកគេក៏មិនបានដឹងទេថាថ្ងៃនេះខ្ញុំបានចាប់ផ្ដើមជីវិតថ្មី